បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងជួបមួយខ្ញុំបាទនៅវីដេអូថ្មីមួយទៀតដែលលើកយកមកព្រៀនថ្ងៃនេះគឺមាននិយាយពី module ទី2និយាយពី basic switch និង end device configuration ដែលវាមានទាំងអស់8ចំណុចដែលឥឡូវហ្នឹងចាប់ផ្ដើមពីចំណុចទី1ដែលនិយាយអំពី Cisco iOS Access មានថាការចូលប្រើ Cisco iOS ដែលនេះសំដៅទៅលើវិធីសាស្ត្រដែលអ្នកបច្ចេកទេសប្រើដើម្បីភ្ជាប់និងចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍ Cisco ដែលហៅថា Cisco iOS ដែលវាមានឈ្មោះពេញថា Network Operation System ដើម្បីកំណត់រចនាសម្ព័ន្ធដែលវាមាន3ចំណុចដូចជា console ASH Telnet និង AUX ដែល console នោះគឺជាការតភ្ជាប់ដោយផ្ទាល់តាមរយៈខ្សែ console ទៅកាន់ port របស់ឧបករណ៍នេះត្រូវបានប្រើសម្រាប់កំណត់រចនាសម្ព័ន្ធដំបូងដែលធម្មតាជាទូទៅគេប្រើខ្សែដើម្បីភ្ជាប់វាដោយផ្ទាល់ដូចជាខ្សែ network អីចឹងហើយតាក់ទងជាមួយនឹង ASH Telnet គឺជាការតភ្ជាប់ពីចម្ងាយតាមបណ្ដាញដែល ASH ហ្នឹងត្រូវបានប្រើប្រាស់ជាចម្បងព្រោះវាមានសុវត្ថិភាពជាង Telnet ហើយសម្រាប់ AUX ហ្នឹងគឺប្រើសម្រាប់ការតភ្ជាប់ពីចម្ងាយតាមរយៈ modem ដែលគេមិនសូវប្រើទេបច្ចុប្បន្នហ្នឹងហើយនៅចំណុចទី2គឺយើងនិយាយអំពី iOS navigation ដែលនិយាយអំពីការរុករក iOS ដែលនេះសំដៅទៅលើរបៀបផ្លាស់ប្ដូរពី mode 1 ទៅ mode 1 ទៀតនៅក្នុង iOS command line interface ដែលវាមាន mode ជាច្រើនដែលយើងស្គាល់ទូទៅមាន4ដូចជា user execute mode ដែលវាមានសញ្ញាធំជាងហើយ privilege execute mode global configuration mode និងspecific configuration mode ដែលទី1យើងនិយាយពី user execute mode គឺជា mode ដំបូងដែលអ្នកចូលប្រើអាចមើលព័ត៌មានមូលដ្ឋានប៉ុណ្ណោះនេះដែលរូបរាងវាគឺបែបនេះហើយបន្តមកទៀតគឺ privilege execute mode privilege execute mode ហ្នឹងគឺចូលប្រើដោយវាយពាក្យបញ្ជា enable mode នេះអនុញ្ញាតឲ្យអ្នកមើលព័ត៌មានលម្អិតនិងប្រើប្រាស់ពាក្យបញ្ជាតេស្តអីចឹងទៅដើម្បីចូលទៅ privilege execute mode ជាដំបូងនៅ user ហើយយើងបាច់ enable មក intern វានឹងចូលមក privilege execute mode ហើយបន្ទាប់ពី privilege execute mode គឺ global configuration mode ដែលយើងចូលប្រើដោយវាយពាក្យបញ្ជា config terminal មានថាយើងនៅ privilege execute mode យើងវាយ config terminal វានឹងចូលមក global ហើយ mode ហ្នឹងគឺអនុញ្ញាតឲ្យអ្នកធ្វើការផ្លាស់ប្ដូររចនាសម្ព័ន្ធទូទៅរបស់ឧបករណ៍ហើយ mode ចុងក្រោយគឺ specific configuration mode ដែលប្រើសម្រាប់កំណត់រចនាសម្ព័ន្ធលម្អិតសម្រាប់ផ្នែកណាមួយដូចជា port ជាក់លាក់បន្តមកទៀតគឺចំណុចទី3ដែលនិយាយអំពី the command structure មានថារចនាសម្ព័ន្ធរបស់ពាក្យបញ្ជាដែលនេះជារូបដែលខ្ញុំដាក់មកតំណាងដែលពាក្យបញ្ជា Cisco iOS ត្រូវបានសរសេរតាមទម្រង់ស្តង់ដារមួយដែលវាមាន prompt មាន command មាន keyword មាន argument ដែល prompt ហ្នឹងបង្ហាញពី mode ដែលអ្នកកំពុងសេនៅឧទាហរណ៍ switch នៅ mode 8នៅ user privilege execute mode global ឬក៏ specific អីចឹងទៅហើយ command គឺពាក្យបញ្ជាសំខាន់ដែលឧទាហរណ៍វាមានដូចជាពាក្យ show config ហើយយើងអាច show command show មើលទិន្នន័យនៅក្នុងអ្វីដែលយើងកំពុងតែឈរនៅហើយនឹង config យើង config វាឲ្យស្គាល់គ្នាហើយ keyword គឺជាពាក្យដែលបានកំណត់ទុកជាមុននៅក្នុងប្រព័ន្ធឧទាហរណ៍ interface IP ដែល interface ហ្នឹងគឺ keyword សម្រាប់តាក់ទងជាមួយ interface ចំណាំនៅលើខ្សែ Ethernet 0/1អញ្ចឹងហើយ IP ដែលសម្គាល់ដូចជា IP មានលេខប៉ុន្មានហើយ argument គឺតម្លៃអថេរដែលត្រូវបានកំណត់ដោយអ្នកប្រើប្រាស់ឧទាហរណ៍ Ethernet 0/1 IP ដែលយើងកំណត់ឲ្យហើយអ្នកអាចប្រើសញ្ញាសួរមានដែលសញ្ញាសួរស្មើពាក្យ question mark
ដើម្បីមើលជំរឿសនៃពាក្យបញ្ជាដែលមានបាទហើយបន្តមកទៀតគឺចំណុចទី4ចំណុចទី4និយាយអំពី basic device configuration គឺជាការកំណត់រចនាសម្ព័ន្ធឧបករណ៍មូលដ្ឋានដែលវាមានដូចជា hostname password ដែល hostname ហ្នឹងគឺកំណត់ឈ្មោះឧបករណ៍ឧទាហរណ៍ hostname air1 ដើម្បីងាយស្រួលស្គាល់ដែល hostname air1 ហ្នឹងគឺកំណត់ឈ្មោះទៅឲ្យ router ទី1ដែលយើងដាក់ air ដាក់ឲ្យឈ្មោះ air1 ដើម្បីយើងងាយស្រួលចំណាំងាយស្រួលស្គាល់ហើយបន្ទាប់មកគឺ password ហ្នឹងគឺកំណត់ពាក្យសម្ងាត់ដើម្បីការពារការចូលប្រើដោយគ្មានការអនុញ្ញាតដែលយើងវាយ enable script កំណត់ពាក្យសម្ងាត់សម្រាប់ privilege execute mode ត្រូវបាន encrypt ហើយ line console ឬក៏ line console 0 និង line VTY015 កំណត់ពាក្យសម្ងាត់សម្រាប់ការចូលប្រើ console និង remote ASX telnet នេះបន្តមកទៀតគឺ banner mode ន័យថាបន្ថែមសារព្រមាននៅពេលអ្នកប្រើប្រាស់ចូលប្រើឧបករណ៍ឧទាហរណ៍ banner mode នេះឈ្មោះនេះតិចទៅមានថាវាបញ្ជាក់សារមកព្រមានឲ្យយើងធ្វើអ្វីមួយចឹងតបមកគឺចំណុចទី5ចំណុចទី5គឺនិយាយអំពីការ save configuration mode save configuration ន័យថាពេលយើងការរក្សាទុករចនាសម្ព័ន្ធពេលយើង config ហើយវាអត់ទាន់ store ទេយើងត្រូវ save វាមួយសិនដើម្បីវា store ទុកដែលការកំណត់រចនាសម្ព័ន្ធដែលអ្នកបានធ្វើនៅក្នុង global configuration mode ហ្នឹងនឹងបាត់បង់នៅពេលឧបករណ៍បិទឬ restart ប្រសិនបើមិនត្រូវបានរក្សាទុកវាជា running configuration running config ហ្នឹងគឺជាការកំណត់រចនាសម្ព័ន្ធបច្ចុប្បន្នដែលដំណើរការនៅក្នុង RAM ណាអង្គចងចាំបណ្ដោះអាសន្នហើយ startup configuration ជាការកំណត់រចនាសម្ព័ន្ធដែលរក្សាទុកនៅក្នុង NVRAM ឬអង្គចងចាំអចិន្ត្រៃយ៍ណាហើយពាក្យបញ្ជាសម្រាប់ file ណាប្រើពាក្យបញ្ជា copy running config startup config ហ្នឹងដើម្បីរក្សាទុកការផ្លាស់ប្ដូរទៅកាន់អង្គចងចាំអចិន្ត្រៃយ៍ចំណុចទី1គឺយើងនិយាយអំពី port និង address ដែល port ហ្នឹងគឺជាចំណុចតភ្ជាប់ខ្សែនៅលើឧបករណ៍ដូចជា fast ethernet gigabit ethernet ហើយ MAC address ជាអាសយដ្ឋានផ្នែករឹងដែលមានតែមួយគត់សម្រាប់ network interface card របស់ឧបករណ៍នីមួយៗប្រើនៅ layer 2ដែលយើងហៅ data link layer ហើយ IP address មានន័យថា local address ជាអាសយដ្ឋានដែលត្រូវបានកំណត់ដោយអ្នកគ្រប់គ្រងប្រព័ន្ធសម្រាប់ទំនាក់ទំនងនៅលើបណ្ដាញប្រើនៅ layer 3ដែលយើងហៅថា network layer ហើយនេះគឺជារូបដែលយើងដាក់ឲ្យជាឧទាហរណ៍ដែលនេះគឺជារូប switch ដែលមាន port ជាច្រើនដូចជា switch 24 port នេះគឺជា switch 24 port នេះគេហៅថាខ្សែ fiber optic នេះជា router ហើយនេះជារូប wireless card តមកគឺចំណុចទី7និយាយអំពីការ configuration IP addressing គឺការកំណត់រចនាសម្ព័ន្ធអាសយដ្ឋាន IP ន័យថាសម្រាប់ end device ជាធម្មតាត្រូវបានកំណត់រចនាសម្ព័ន្ធដោយស្វ័យប្រវត្តិដោយ DHCP ឬដោយដៃហើយសម្រាប់ switch ត្រូវការ IP address តែមួយគត់សម្រាប់ឲ្យអ្នកគ្រប់គ្រងប្រព័ន្ធអាចចូលប្រើពីចម្ងាយបាន remote management ដែលនេះត្រូវបានធ្វើឡើងនៅលើ SVI ដែលមានឈ្មោះពេញថា Switch Visual Interface ដែលជាទូទៅគឺ Interface VLAN ដែលយើងមានដូចជា Interface VLAN 1ដែលមាន IP address នេះដែលយើងវាយ no shutdown ដើម្បីបើកinterface ហើយចំណុចចុងក្រោយគឺ verify connectivity មានន័យថាការផ្ទៀងផ្ទាត់ការតភ្ជាប់បន្ទាប់ពីការកំណត់រចនាសម្ព័ន្ធរួចអ្នកត្រូវផ្ទៀងផ្ទាត់ថាឧបករណ៍អាចទំនាក់ទំនងគ្នាបានឬអត់តែយើងមានពាក្យបញ្ជា ping ហើយយើងប្រើពាក្យបញ្ជា ping ហើយវាយ IP address វាមក
ដើម្បីទៀងទាត់ថាការតបជប់ IP ពីឧបករណ៍មួយទៅឧបករណ៍មួយវាស្គាល់គ្នាអត់ហើយ show command យើងវាយ show IP interface bridge ដើម្បីមើលស្ថានភាពរបស់ port និង IP address ហើយ show running config គឺដើម្បីពិនិត្យមើលការកំណត់រចនាសម្ព័ន្ធបច្ចុប្បន្នហើយវីដេអូក្រោយយើងនឹងមានការធ្វើ lab ដើម្បីបង្ហាញ